Tham apolនៃក្តីស្រឡាញ់ក្តីស្រឡាញ់ជាវត្ថុគ្មានរូបរាងប៉ុន្តែវាមានអត្ថភាពពិតដូចគ្នាទៅនឹងខ្យល់អាកាសឬទឹកជាថាមពលដែលមានអត្ថភាពមានអំពើនិងមានចលនាវាធ្វើចលនាក្នុងសភាពនៃចរន្តចលនាដូចគ្នាទៅនឹងទឹកនៅក្នុងមហាសមុទ្រដូច្នោះដែរក្តីស្រឡាញ់ដែលសន្តបុគ្គលនិងអ្នកដែលទស្សនវិទូធំនៅលើលោកតែងនិយាយវាមានភាពខុសប្លែកជាខ្លាំងពីក្តីស្រឡាញ់ដែលមនុស្សជាច្រើនយល់ឃើញវាមានអ្វីលើសពីក្តីស្រឡាញ់ដែលមានរវាងក្រុមគ្រួសារមិត្តភ័ក្តិឬវត្ថុដែលអាចប៉ះពាល់ផងទាំងពួងទាំងនេះគឺព្រោះតែក្តីស្រឡាញ់មិនមែនត្រឹមតែជាអារម្មណ៍នោះទេតែក្តីស្រឡាញ់គឺជាធម៌ពលវិជ្ជមានម្យ៉ាងក្តីស្រឡាញ់មិនមែនជាភាពទុនជ្រាយទុនសោយឬពុកផុយអ្វីនោះទេវាគឺជាធម៌ពលវិជ្ជមានសម្រាប់ជីវិតក្តីស្រឡាញ់ជាដើមកំណើតនៃអ្វីសពបែបយ៉ាងដែលជាផ្នែកវិជ្ជមាននិងល្អស្រស់បំព្រងជីវិតពុំមានធម៌ពលវិជ្ជមានអ្វីច្រើននោះទេគឺមានតែម្យ៉ាងគត់ប៉ុណ្ណោះអំណាចដ៏មហិមារបស់ធម្មជាតិដូចជាទំនាញផែនដីឬធម៌ពលមេដែកអគ្គិសនីគឺជាវត្ថុដែលម្យ៉ាងមើលមិនឃើញប៉ុន្តែយើងមិនអាចបដិសេធអំណាចធម៌ពលរបស់វាបានទេដូចគ្នានឹងក្តីស្រឡាញ់ផងដែរវាគឺជាវត្ថុដែលយើងមើលមិនឃើញប៉ុន្តែមានអំណាចធម៌ពលដ៏មហិមាខ្លាំងក្លាជាជាងបណ្ដាលធម្មជាតិនានាទាំងអស់អំណាងនៃអំណាចធម៌ពលចេញពីក្តីស្រឡាញ់ស្ដែងឲ្យយើងឃើញនៅគ្រប់ទិសទីលើពិភពលោកប្រសិនបើគ្មានក្តីស្រឡាញ់ទេនោះជីវិតក៏នឹងពុំមានដែរសូមគិតលមើបន្តិចថាតើគ្មានក្តីស្រឡាញ់តើពិភពលោកនឹងទៅជាយ៉ាងណាមុនគេបង្អស់គឺគ្មានអត្ថភាពរបស់អ្នកនឹងគ្មានកំណើតនៅលើលោកនេះទេបណ្ដាញាតិមិត្តបងប្អូនរបស់អ្នកក៏ដូចគ្នានិយាយឲ្យចំគឺគ្មានមនុស្សសូម្បីតែម្នាក់ឬប្រសិនបើថាធម៌ពលក្តីស្រឡាញ់ឈានដល់ចំណុចបញ្ចប់នៅថ្ងៃនេះពូជអម្បូរមនុស្សច្បាស់ជាថយចុះបន្តិចម្ដងហើយនៅទីបំផុតនឹងបាត់បង់អស់រលីងពីលើលោករបបគំហើយការច្នៃប្រឌិតនិងការបង្កើតអ្វីផ្សេងសុទ្ធតែកើតចេញពីក្តីស្រឡាញ់របស់មនុស្សបើគ្មានសេចក្តីស្រឡាញ់របស់បងប្អូនត្រកូលទេយើងក៏មុខតែគ្មានឱកាសបានជិះយន្តហោះនោះដែរបើគ្មានសេចក្តីស្រឡាញ់របស់អ្នកវិទ្យាសាស្ត្រអ្នកច្នៃប្រឌិតនិងអ្នកស្រាវជ្រាវយើងមុខតែគ្មានអគ្គិសនីម៉ាស៊ីនកម្ដៅពន្លឺគ្មានឱកាសប្រើរថយន្តទូរស័ព្ទឧបករណ៍ប្រើប្រាស់និងបច្ចេកវិទ្យាដែលផ្ដល់ភាពងាយស្រួលដល់ជីវិតរបស់យើងនោះទេបើគ្មានសេចក្តីស្រឡាញ់របស់ស្ថាបនិកនិងជាងសំណង់មុខតែគ្មានផ្ទះគ្មានសំណង់គ្មានអគារអ្វីទាំងអស់បើគ្មានសេចក្តីស្រឡាញ់មុខតែគ្មានឱសថព្យាបាលជំងឺគ្មានពេទ្យឬឧបករណ៍សង្គ្រោះបន្ទាន់អ្វីទាំងអស់គ្មានគ្រូគ្មានសាលារៀនគ្មានមេរៀនបង្រៀនគ្មានសៀវភៅគ្មានរូបភាពវិចិត្រកម្មគ្មានតន្ត្រីព្រោះថាអ្វីគ្រប់យ៉ាងសុទ្ធតែកើតឡើងពីធម៌ពលវិជ្ជមាននៃក្តីស្រឡាញ់សូមសាកក្រឡេកមើលជុំវិញខ្លួនអ្នកឥឡូវនេះទៅតើមានវត្ថុអ្វីខ្លះដែលមនុស្សយើងស្ថាបនាឡើងដោយគ្មានសេចក្តីស្រឡាញ់បើសេចក្តីស្រឡាញ់រលត់រលាយបាត់ទៅពិភពលោកដ៏ល្វឹងល្វើយនឹងក្លាយជាបច្ឆា